ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកតបរុស្ស៊ីចូលទីក្រុងប៉ូក្រូសដែលរងការបំផ្លិចបំផ្លាញដោយរឿងម៉ាតម៉ាក់ប្រភព200 តថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025រុស្ស៊ីបាននិយាយថាកងកម្លាំងរបស់ខ្លួនបានរុញច្រានកាន់តែជ្រៅទៅក្នុងទីក្រុងប៉ូក្រូសនិងគូពេនសភាគខាងកើតរបស់អ៊ុយក្រែននៅថ្ងៃអង្គារដោយមានវីដេអូមួយដែលបង្ហាញពីទាហានរុស្ស៊ីរំកិលចូលទៅក្នុងប៉ូក្រូសដោយជិះម៉ូតូនិងសូម្បីតែនៅលើដំបូលរថយន្តនិងរថយន្តវ៉ាន់ដែលរងការបំផ្លិចបំផ្លាញមូស្គូនិយាយថាការដណ្ដើមយកប៉ូក្រូសដែលត្រូវបានគេដាក់ឈ្មោះថាច្រកទ្វារទៅកាន់ដូណេតស្កដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនឹងផ្ដល់ឲ្យមូស្គូនៅវេទិកាមួយដើម្បីរលទៅភាគខាងជើងឆ្ពោះទៅកាន់ទីក្រុងធំៗពីរដែលនៅសេសសល់ដែលគ្រប់គ្រងដោយអ៊ុយក្រែននៅក្នុងតំបន់ដូណេតស្កគឺក្រាម៉ាតូសនិងស្លូវីយ៉ាន់ស្ករុស្ស៊ីបានគំរាមកំហែងដល់ទីក្រុងប៉ូក្រូសអស់រយៈពេលជាង1ឆ្នាំមកហើយដោយប្រើប្រាស់ចលនាវាយលុកពីស្លាបទាំងសងខាងក្នុងពេលតែមួយដើម្បីព្យាយាមឡោមព័ទ្ធវានិងគំរាមកំហែងដល់ខ្សែបន្ទាត់ផ្គត់ផ្គង់ជាងការវាយប្រហារដ៏សាហាវដែលខ្លួនបានប្រើដើម្បីដណ្ដើមយកទីក្រុងបាក់ឃ្មូតក្នុងឆ្នាំ2023ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានពិពណ៌នាអំពីស្ថានភាពនៅជុំវិញទីក្រុងប៉ូក្រូសថាពិបាកហើយមេបញ្ជាការកម្ពុជារបស់គាត់គឺលោក Oleksandr Syrský បានទទួលស្គាល់ថាទីតាំងកងទ័ពរបស់គាត់នៅក្នុងតំបន់ខ្លះនៃភាគអាគ្នេយ៍នៃតំបន់សាប៉ូរីសៀកាន់តែអាក្រក់ទៅអ្នកសរសេរភ្លុកសង្គ្រាមរុស្ស៊ីបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃអង្គារដែលបង្ហាញពីអ្វីដែលពួកគេនិយាយថាជាកងកម្លាំងរុស្ស៊ីចូលទៅក្នុងទីក្រុងប៉ូក្រូសតាមបណ្ដោយផ្លូវមួយដែលហ៊ុមព័ទ្ធដោយអ័ព្ទដែលអ្នកប្រើប្រាស់ Telegram មួយចំនួនបាននិយាយថាមើលទៅដូចជាឈុតឆាកពីខ្សែភាពយន្តសកម្មភាពឆ្នាំ1979 Mad Max ដែលលាតត្រដាងនៅក្នុងទេសភាពក្រោយមហន្តរាយវីដេអូនេះបានបង្ហាញកងកម្លាំងរុស្ស៊ីជិះម៉ូតូនិងរថយន្តនិងយានយន្តផ្សេងទៀតជាច្រើនប្រភេទរថយន្តជាច្រើនគ្រឿងដែលបាត់ទ្វារនិងបង្អួចត្រូវបានបង្ហាញថាកំពុងបើកបរតាមបណ្ដោយផ្លូវដែលពោរពេញទៅដោយកំទេចកំទីខណៈពេលដែលទាហានកំពុងឈរមើលទាហានរុស្ស៊ីមួយចំនួនអង្គុយលើដំបូលរថយន្តដែលខូចយន្តហោះគ្មានមនុស្សបើកមួយគ្រឿងត្រូវបានគេឃើញនៅក្បែរផ្លូវនៅក្នុងការបង្ហោះ Telegram លោក Zelensky ដែលកំពុងទៅទស្សនាផ្នែកខ្លះនៃតំបន់ខឺសុនភាគខាងត្បូងដែលកាន់កាប់ដោយអ៊ុយក្រែនបានពិពណ៌នាអំពីស្ថានភាពនៅប៉ូក្រូសថាពិបាកជាពិសេសនៅពេលដែលលក្ខខណ្ឌអាកាសធាតុអំណោយផលដល់ការវាយប្រហារប៉ុន្តែយើងកំពុងបន្តបំផ្លាញអ្នកកាន់កាប់លោក Zelensky ក៏បាននិយាយផងដែរថាទីក្រុងមូស្គូកំពុងបង្កើនការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ភាគអាគ្នេយ៍នៃសាប៉ូរីសៀមេបញ្ជាការកម្ពុជាលោក Syrský បាននិយាយថាកងកម្លាំងរុស្ស៊ីកំពុងទទួលចំណេញពីលក្ខខណ្ឌអ័ព្ទដើម្បីជ្រៀតចូលទីតាំងនៅសាប៉ូរីសៀលោក Syrský បានសរសេរនៅលើ Telegram ថាស្ថានភាពកាន់តែអាក្រក់ទៅនៅក្នុងទីដៅ Oleksandrivka និង Huliapol ជាកន្លែងដែលសាក់ត្រូវបានរលទៅមុខក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវនិងដណ្ដើមយកបានតំបន់តាំងទីលំនៅចំនួន3លោកបានសរសេរថាកងទ័ពអ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងសមរភូមិដ៏ហត់នឿយសម្រាប់ភូមិពីរនៅភាគឦសាននៃ Huliapol យោធាអ៊ុយក្រែនបាននិយាយថាទាហានរុស្ស៊ីប្រហែល300នាក់ឥឡូវនេះស្ថិតនៅក្នុងប៉ូក្រូសហើយទីក្រុងមូស្គូបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានកងទ័ពបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះយោធាក៏បាននិយាយថាកងកម្លាំងអ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមរុស្ស៊ីនៅក្នុងទីក្រុងលោក Syrský បានប្រាប់កាសែត New York Post ថារុស្ស៊ីកំពុងប្រមូលផ្ដុំកងទ័ពប្រហែល 150,000 នាក់ក្នុងការវាយលុកលើប៉ូក្រូសជាសញ្ញាមួយដែលបង្ហាញពីភាពខ្លាំងក្លានៃសមរភូមិទីក្រុងរុស្ស៊ីបាននិយាយថាខ្លួនបានដណ្ដើមយកអគារចំនួន256កងកម្លាំងរបស់ខ្លួនកំពុងរលទៅមុខទៅភាគពីយប់និងខាងកើតនៃប៉ូក្រូសនិងជុំវិញស្ថានីយរថភ្លើងទីក្រុងមូស្គូនិងទីក្រុងគៀវបានផ្ដល់របាយការណ៍ផ្សេងគ្នាអំពីសមរភូមិសម្រាប់ទីក្រុងប៉ូក្រូសទីក្រុងមូស្គូបាននិយាយអស់រយៈពេលជាច្រើនថ្ងៃមកហើយថា
ទីក្រុងនេះត្រូវបានឡោមព័ទ្ធខណៈដែលទីក្រុងគៀវបានបដិសេធថាទីក្រុងមូស្គូមិនគ្រប់គ្រងទីក្រុងនេះទេហើយបាននិយាយនៅថ្ងៃច័ន្ទថាខ្លួននៅតែអាចផ្គត់ផ្គង់ដល់ទីក្រុងមៀរណូរ៉ាតដែលនៅជិតខាងផែនទីសមរភូមិប្រភពបើកចំហពីភាគីទាំងពីរបង្ហាញថារុស្ស៊ីបានធ្វើចលនារឹតជុំវិញទីក្រុងហើយជិតបិទវាហើយទោះបីជាទីក្រុងគៀវបានវាយបកវិញនៅជុំវិញទីក្រុងដូប្រូភីលាក៏ដោយរុស្ស៊ីបាននិយាយថាកងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទាំងស្រុងលើផ្នែកខាងកើតនៃទីក្រុងគូពេនស្កក្នុងតំបន់ខាកូសប្រទេសអ៊ុយក្រែនមេបញ្ជាការរុស្ស៊ីម្នាក់ដែលបានផ្ដល់សញ្ញាឲ្យរបស់គាត់ថាអ្នកប្រមាញ់បាននិយាយថាកងកម្លាំងរបស់គាត់បានគ្រប់គ្រងឃ្លាំងប្រេងមួយនៅជីក្រុងខាងកើតនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូដែលចេញដោយក្រសួងការពារជាតិរុស្ស៊ីក្រសួងបាននិយាយថាកងកម្លាំងរបស់រុស្ស៊ីក៏បានគ្រប់គ្រងស្ថានីយ៍រថភ្លើងមួយចំនួននៅភាគខាងត្បូងនៃទីក្រុងគូពេនស្កផងដែររុស្ស៊ីក៏បាននិយាយផងដែរថាកងទ័ពរបស់ខ្លួនបានគ្រប់គ្រងកន្លែងតាំងទីលំនៅ Novopennevsky នៅក្នុងតំបន់សាប៉ូរីស៊ីទីភ្នាក់ងារសារព័ត៌មាន ABC អ៊ុយក្រែនបានដកស្រង់សម្ដីអ្នកនាំពាក្យយោធាម្នាក់ថាអ៊ុយក្រែនបានដកថយពីភូមិមួយចំនួនរួមទាំង Novopennevsky ដោយសារតែការវាយប្រហារដែលពាក់ព័ន្ធនឹងការវាយប្រហារដោយកាំភ្លើងធំជាង400លើកក្នុងមួយថ្ងៃយោធារុស្ស៊ីនិយាយថាឥឡូវនេះខ្លួនគ្រប់គ្រងជាង 15% នៃទឹកដីអ៊ុយក្រែនឬប្រហែល 115,000 គីឡូម៉ែត្រការ៉េផែនទីអ៊ុយក្រែនដែលតាមដានការផ្លាស់ប្ដូរជួរមុខបង្ហាញថារុស្ស៊ីគ្រប់គ្រងបាន 19.1% នៃទឹកដីអ៊ុយក្រែនកើនឡើងពី 18% កាលពីជិត3ឆ្នាំមុន។